សួស្តីបងប្អូនថ្ងៃនេះធ្វើម្ហូបបងប្អូនថ្ងៃនេះមកស្ងោរជ្រក់សាច់មិនតែទីរៀងពុះហើយបងប្អូននេះពីដាក់គ្រឿងដេងកលស្ក្រៃក្លឹកស្ក្រូចខ្ទឹមសបងប្អូននេះខ្ទឹមសដាក់តាមចំណូលចិត្តយើងដាក់បណ្ណាបណ្ណៃនេះតែមួយដាក់ប៊ីចេបងប្អូនដាក់ប៊ីចេតែម្ដងមកដាក់តិចសិនមកដាក់តិចសិនបងប្អូនទៅមុំបែលបងប្អូននេះដាក់បែលពីដាក់បន្តិចសិនមកកុំដាក់ច្រើនពេកដាក់វាចូលជាតិសិនតាមម្ទេសបងប្អូនដាក់ទេសផងនេះសិនចាំដល់ពេលទឹកពុះបងប្អូនចាំទឹកពុះជាយើងដាក់សាច់មិនចូលទូវាមកសន្ទុះសិនបងប្អូនហើយជា5 នាទីអីចាំវាគ្រឿងនេះចាំដាក់សាច់